ចាសសូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ Channel Social News ដូចតទៅឪពុកម្ដាយយំបោកខ្លួនកូនស្រីស្រស់ស្អាតកំពុងតែពេញស្រឡាញ់បែរជាត្រូវបាត់បង់ជីវិតព្រោះរឿងនេះចាការពីពេលថ្មីចាមានករណីពុលស្រាកើតឡើងច្រើនករណីហើយសូមមេត្តាប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឲ្យបានល្អបើតាម Facebook ឈ្មោះសាធិយាបានបង្ហោះនេះព្រឹកថ្ងៃអាទិត្យទី4ខែកក្កដាឆ្នាំ2021នេះថាលឿនពេកហើយប្អូនទៅបានប៉ុន្មានថ្ងៃមុនសោះថាកុំផឹកពេកបងទទួលយកមិនបានទេទៅឲ្យបានសុកណាប្អូនសម្លាញ់ប្អូនហត់ហើយប្អូនសម្រាប់ទៅជាតិក្រោយកុំឲ្យដូចជាតិនេះទៀតទៅឲ្យបានសុកណាអូនអាណិតណាស់ឬហើយសឹងតែទទួលយកមិនបានចាដែលឡាយក៏មានចា Facebook មួយឈ្មោះថាជំទាវយ៉ាតូចដែលត្រូវជាបងស្រីជនរងគ្រោះបានរៀបរាប់សារយ៉ាងវែងអន្លាយថាមកដល់ផ្ទះយើងវិញហើយប្អូនស្រីដ៏កំសត់របស់បងអើយមកនៅផ្ទះជើងស្អែកម៉ាក់យកអូនទៅនៅជាមួយម៉ាក់នៅស្រុកហើយថ្ងៃនេះខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់បញ្ចប់ការញ៉ាំស្រាថ្នាំស្រាទំពាំងបាជូ10ជាប់គេតែងតែចាក់លីស្ទីងលីកូកាជាបន្ទាន់បើមិនចង់ឲ្យមនុស្សជុំវិញខ្លួនយើងទឹកភ្នែកបងសុំទោសណាកន្លងមកបងកាចបងជេដៀលថាឲ្យអូនគ្រប់សពបែបយ៉ាងតែបងជឿថាអូនដឹងច្បាស់ថាបងសម្ដីអាក្រក់តែចិត្តបងមិនអាក្រក់បងថាបងជេមកពីបងស្រឡាញ់បងបារម្ភបងខ្លាចណាស់គឺខ្លាចមានថ្ងៃនេះបងខ្លាចមកយូរហើយថ្ងៃដែលបងបាត់បងប្អូនជាទីស្រឡាញ់របស់បងបាត់ក្មេងស្រីដែលតែងតែធ្វើឲ្យខឹងក្មេងស្រីដែលតែងតែទិញអីឲ្យចែញ៉ាំនៅចាំឲ្យចែប្រើតួអូនតមាត់តែអូនមិនដែលបដិសេធទៅឲ្យបានសុខណាប្អូនស្រីរបស់បងយាងកន្ទ្រាជាចុងក្រោយខ្ញុំសូមផ្ដាំទៅអស់លោកពេទ្យមួយចំនួនអស់លោកពេទ្យសម័យកូវីដបាទធ្វើពេទ្យខ្លាចអ្នកជំងឺជាងខ្លាចខ្លាខ្លាចតោពួកអស់លោកឈប់ធ្វើការពេទ្យទៅព្រោះធ្វើបន្តប្រៀបបីដូចយកគ្រួសារអស់លោកមកឲ្យគេដាក់ទំនាញចឹងមនុស្សមិនមែនសត្វធាតុទេដែលសុកចិត្តឲ្យគ្នាដាច់ខ្យល់ស្លាប់នៅនឹងមុខឈរធ្វើមិនដឹងចឹងនោះខ្ញុំដឹងថាសម័យកូវីដវាពិបាកបែងចែកជំងឺណាស់តែគួរណាស់អស់លោកជួយជាបឋមសិនដើម្បីកុំឲ្យពួកខ្ញុំជាគ្រួសារអត់ចិត្តដែរមិនមែនដេញដូចឆ្កែឆ្មារុញទៅនេះរុញទៅនោះគ្មានទំនួលខុសត្រូវទេអស់លោកជាពេទ្យអ្នកជំងឺឈឺគឺគ្នាខំទៅរកពេទ្យដើម្បីឲ្យជួយតែបែរជារឿងអើងហួសហេតុហួសព្រំដែនចាប្រិមត្តពុកម៉ែបងប្អូនជាទីមេត្រីសម្រាប់អត្ថបទនេះដែរក៏សូមបញ្ចប់តែត្រឹមប៉ុណ្ណឹងចារាល់កំហុសខុសឆ្គងទាំងឡាយសូមខន្តីអធិស្ឋានយ៉ាហើយជាចុងបញ្ចប់សូមបងប្អូនកុំភ្លេចជួយចុច Subscribe និងសញ្ញារូបកណ្ដឹងឲ្យ Channel នេះខ្ញុំម្នាក់មួយផងចាដើម្បីទទួលបានព័ត៌មានថ្មីជារៀងរាល់ថ្ងៃពី Channel នេះខ្ញុំផងដែរចាសូមអរគុណសូមគោរពលា